បាទជ្រាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានវីដេអូរបស់ខ្ញុំកន្លងមកបាទអញ្ចឹងវីដេអូនេះខ្ញុំមានរឿងហួសចិត្តមួយហើយចង់និយាយបាទខ្ញុំហួសចិត្តហើយខ្ញុំគួរឲ្យអស់សំណើចផងដែរបាទខាងទាហានថៃបានគេឲ្យប្រជាពលរដ្ឋរបស់គេហ្នឹងបាទប្រមូលសបកកង់ឡានចាស់ចាស់បាទយកទៅបរិច្ចាគដើម្បីធ្វើជាគេហៅថាត្រង់សេណាបាទយកទៅធ្វើត្រង់សេដើម្បីការពារក្របពេលដែលខ្មែរបាញ់ចូលเนาะបាទខ្ញុំមើលហើយខ្ញុំហួសចិត្តហើយខ្ញុំអស់សំណើចត្រង់ថាយកសបកកង់ចាស់ចាស់យកទៅធ្វើត្រង់សេបាទអញ្ចឹងចង់ប្រាប់ទៅខាងថៃថាបើសិនជាក្របគ្រាប់ដែលផ្លោងទៅណាវាគឺជាភ្លើងណាបាទតែកាលណាតែផ្លោងទៅគឺវានឹងឆេះសបកកង់ហ្នឹងហើយបាទអញ្ចឹងទោះបីជាទាហានថៃមិនស្លាប់ដោយសារតែភ្លើងមិនគ្រាប់កំភ្លើងក៏វាស្លាប់ដោយសារតែផ្សែងកង់ឡានដែលបានឆេះហ្នឹងណាបាទពលផ្សែងហ្នឹងងាប់ដែរបាទហ្នឹងអញ្ចឹងមានន័យថាខាងថៃគិតអីភ្លើគិតអីឆោតបាទខ្ញុំមើលហើយខ្ញុំហួសចិត្តតែម្ដងបាទអញ្ចឹងបើសិនជាយកកង់ឡានទៅដាក់អញ្ចេះនេះបាទដាក់កង់ឡានអញ្ចឹងហើយដាក់ដេកសាច់ពីខាងក្នុងអញ្ចឹងប៉ុន្តែយើងឃើញនៅខាងក្រៅគឺជាកស៊ូកង់ឡាននេះបាទអញ្ចឹងមានន័យថាបើសិនជាគ្រាប់ផ្លោងទៅវានឹងឆេះហើយបាទហើយឆេះកស៊ូហ្នឹងអាផ្សែងកស៊ូហ្នឹងខ្មៅងឹតគល់ពេញហ្នឹងទោះបីជាទាហានថៃមិនងាប់ដោយសារគ្រាប់ផ្លោងទៅក៏ងាប់ដោយសារផ្សែងសបកកង់ឡានហ្នឹងឆេះដែរបាទអាហ្នឹងខ្ញុំហួសចិត្តហើយខ្ញុំអស់សំណាញ់មែនទែនហើយសូមខាងខ្មែរកុំយកតម្រាប់តាមបាទកុំយកសបកកង់ទៅធ្វើលីនដ្ឋានណាបាទគ្រោះថ្នាក់បាទយើងគួរតែរកវិធីអីផ្សេងដើម្បីធ្វើលីនដ្ឋានបាទឬក៏កប់ដីជីកអីធ្វើត្រង់សេឲ្យបានត្រឹមត្រូវយកសបកកង់ចេះដូចខ្ញុំនិយាយហើយនិយាយទៀតបាទគ្រាប់ផ្លោងមកឆេះអាសបកកង់ឡានហ្នឹងមិនងាប់ដោយសារគ្រាប់ផ្លោងក៏ងាប់ដោយសារផ្សែងកង់ឡានវាពុលងាប់ដែរបាទហ្នឹងហើយវីដេអូហ្នឹងខ្ញុំចង់និយាយតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាបាទសូមអរគុណ